ខ្ញុំឈ្មោះអូនស៊ីដេជាគ្រូបង្រៀននៅថ្នាក់ទី2កនៃសាលាបឋមសិក្សាព្រះរំកិលថ្ងៃនេះខ្ញុំនឹងលើកយកមេរៀនមួយមកបង្ហាញគឺមេរៀនទី75អំណានរឿងមេក្រួយនឹងពស់ថ្ងៃទី1សូមគោរពអញ្ជើញទស្សនាដូចតទៅសូមអរគុណតោះបាទឥឡូវបងប្អូនគ្នាក្រោកឈរឡើងបាទឥឡូវនេះគ្រូនឹងអានចំណងជើងមេរៀនឲ្យកូនស្ដាប់មុនសិនណាកូនប្រមាអានតាមនេះគ្រូចង់អរគុណបាទតាមគ្រូភាសាខ្មែរមេរៀនទី75អំណាចរឿងមេក្រួយនិងពស់បាទឥឡូវកូនអានជាមួយនឹងគ្រូ។
ដល់ពីពិបាកជាមួយនៃគ្រូគួរទាំងអស់គ្នាលើកសៀវភៅកងភាសាខ្មែរឡើងទាំងអស់គ្នាគួរបាននៅចំនួនទី160ម្នាក់មកក្បាលណាកូនណាបើសៀវភៅទៅគាត់ទី160ហើយកូនអានដោយស្ងាត់ស្ងាត់ដើម្បីផ្ទៀងផ្ទាត់ពាក្យពិបាកនៅលើក្តារខៀនជាមួយអ្នកគ្រូបាទចាប់ផ្ដើមអានកូនមកអានរឿងពេលកូនអានស្ងាត់ស្ងាត់ណាកូនណាបាទបាទ ជុំវិញ
ទីមានពាក្យថាពតអកូននេះតាកណៃចារុំនៅរួយកូនតាឥឡូវកូនឲ្យគ្នាអង្គុយចោលកូនក្នុងការល្បាតជាដៃគូដោយប្រើពាក្យអីគេឥឡូវកូនឲ្យលឺលឺទៅគេកូនតាមការល្បាតជាដៃគូតាបាន
ពេលយើងយកអ្វីទៅជុំស្ដាច់ហៃគេបងមិនដែលមកលេងខ្ញុំសោះ បាទឃើញអត់កូនចាឥឡូវកូនណាអាចប្រាប់គ្រូបានថាកូនឃើញរូបអីគេខ្លះតាមមកសូមឡើងចាកូនឃើញវិញណាកូនចាឃើញវិញគួយថៃទៀតចាកូនគួយណាចាឃើញគួរហើយទៀតមីណាចាឃើញរូបឃើញដើមឈើអត់ណាកូន
បាច់របស់មេគ្រួយមេគ្រួយនេះឆ្លាតអត់កូនចឹងរឿងនេះគឺចង់អប់រំយើងថាម៉េចមនុស្សមានប្រាជ្ញាអាចអីកូនអាចដោះស្រាយគ្រោះថ្នាក់បានចាអញ្ចឹងមនុស្សដែលមានប្រាជ្ញាអាចគេចផុតពីគ្រោះថ្នាក់បានអញ្ចឹងបានគេឲ្យកូនទាំងអស់គ្នានេះខំរៀនដើម្បីឲ្យមានប្រាជ្ញាកូនអត់កូនចាតាឥឡូវក្រោយពីអានចប់អ្នកគ្រូនឹងមានសំណួរសួរកូនគួរឆ្លើយយ៉ាងនេះទៅ តាកូនឃើញសំណួរអត់កូនតាសំណួរនេះមួយគេអានថាម៉េចកូនញ៉ាំតិចកូនតាសំណួរទី1ថាតើមេគ្រួយបានធ្វើអ្វីនៅជិតសម្បពាកូនលើកដៃបានតែកូនកុំស្រែកខ្ញុំខ្ញុំបាទតាឥឡូវបូលាក់តាមេគ្រួយបានឃើញយ៉ាងម៉េចចាបានឃើញពស់នៅចិត្តអីចាមេគ្រួយបានឃើញពស់នៅចិត្តសម្បវាត្រូវអត់ចាគាត់ទៅដែរចាបូលាក់មួយចាគាត់សំណួរទី2តាគាត់ណាសំណួរទី2ឲ្យលើលើមេគ្រួយគាត់មានប្រាជ្ញាត្រូវអត់កូនដៃចាយមេសាមួយចាឥឡូវក្រោយពីយើងអានដំណាងយើងចាប់ហើយអ្នកគ្រូមានល្បែងមួយឲ្យកូនលេងចាំលេងហ៎បាទល្បែងនោះមានចំណងជើងថាតុបអីកូនតុបអីតុបក្តារអីតុបក្តារធៀប
រៀនយើងចាប់ហើយណាចាតាមស្អែកបានយើងតមេរៀនយើងទៀតថ្ងៃទី2បាទអរគុណ